អារម្មណ៍ដែលខ្ញុំចង់ឲ្យភ្ញៀវស្នាក់នៅនឹងទទួលបានគឺគាត់ដូចស្នាក់នៅក្នុងផ្ទះរបស់គាត់ចឹងហើយគាត់នឹងចូលមកដល់យើងនឹងអារម្មណ៍យើងថាអូយដូចនៅក្នុងភូមិជនបទចឹងសម្រាប់ផ្ទះទាំងអស់ហ្នឹងសិតតែផ្ទះឈើបុរាណដែលយើងប្រមូលតាមភូមិមកផ្ទះខ្លះមានអាយុ700ឆ្នាំក៏មានក្នុង6ផ្ទះហ្នឹងគឺសម័យកាលខុសគ្នាទាំងអស់មានផ្ទះខ្លះតាំងពី100ឆ្នាំមុនផ្ទះខ្លះរៀងសម័យតិចធំ30ឆ្នាំមុនដែលការរស់នៅ20-30ឆ្នាំមុនដោយសារផ្ទះខ្លះយើងមានប្រភេទថ្មក្រមឈើលើតែបរិបត្តិហើយនឹងរៀបចំគឺនៅតែរបៀបខ្មែរគ្រាន់តែតាមសម័យកាលតាមប្រភេទផ្ទះពួកអីផ្ទះយើង6ផ្ទះហ្នឹងគឺខុសគ្នាទាំងអស់ក្នុងបន្ទប់ខុសគ្នានៅប្រភេទផ្ទះហើយនឹងការរៀបចំ design នៅក្នុងហ្នឹងដោយសារតើផ្ទះខ្លះអាយុដែលរៀងចាស់អញ្ចឹងសម្រាប់ការដែលរៀបចំ decor ហើយនឹង interior design ក្នុងហ្នឹងគឺយើងយកសតុកភាគច្រើនរបស់ចាស់ពីដើមមកដាក់អារម្មណ៍ដែលខ្ញុំចង់ឲ្យភ្ញៀវស្នាក់នៅនឹងទទួលបានគឺគាត់ដូចស្នាក់នៅក្នុងផ្ទះរបស់គាត់អញ្ចឹងហើយគាត់នឹងវិលត្រឡប់ទៅអតីតកាលដែលធ្លាប់រស់នៅការរស់នៅក្នុងភូមិជាមួយគ្នាដែលអត់មានលបងបិទចិត្តគាត់អាចតំណែងគ្នាបានជាពិសេសដែលភ្ញៀវបរទេសគាត់ស្នាក់នៅទីនេះបងចង់ឲ្យគាត់ទទួលយកបទពិសោធន៍ទាំងការរស់នៅរបស់ជាជនខ្មែរយើងថែមទៀតគឺមិនមែនធម្មតាស្នាក់នៅទេគាត់អាចទទួលទាំងបទពិសោធន៍ក្នុងការរស់នៅបទពិសោធន៍ទាំងការតំណែងគ្នាសម្រាប់គ្រឿងសង្ហារឹមហើយនឹងរបស់ប្រើប្រាស់នៅក្នុងហ្នឹងភាគច្រើនគឺរបស់ដែលសល់ពីដើមឡើយដូចទូខោអាវក្តារងឿតុកអីហ្នឹងចាស់គាត់សល់មកហើយបងឃើញរបស់ហ្នឹងណាវាចាស់មែនតែសម្រាប់បងណាបងនៅតែស្រឡាញ់ពួកអីទូខ្លះបងប្រើតាំងបងនៅទូចហើយបងចូលចិត្តប្រើងាយស្រួលហើយវាស្អាតហើយវាជាអត្តសញ្ញាណរបស់ខ្មែរយើងហើយសំខាន់យើងប្រើទៅនៅតែល្អសម្រាប់ពេលវេលាស័ក្តិសមសន្តិថាគ្រប់រដូវកាលហើយអូនបើពេលភ្លៀងអូនឯងនឹងទទួលអារម្មណ៍នៅពេលដែលអូនដេកនៅក្នុងផ្ទះអូនឯងស្ដាប់សូរទឹកភ្លៀងឬក៏អូនឯងអង្គុយនៅរានហាយើងមានរានហាអង្គុយមើលទឹកភ្លៀងហើយនៅនេះមានសំឡេងសត្វយំនៅពេលដែលយើងប្រើអារម្មណ៍យើងខនិចនឹងធម្មជាតិណាបងឃើញថាអារម្មណ៍ហ្នឹងគឺវា